វាមិនទាន់គ្រប់$100និយាយឲ្យខ្លីគឺធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបងប្អូននិងប្រិយមិត្តរកបានគ្រប់$100ឬក៏$100លើសជួនកាល$200 $300ឬ$1000អញ្ចឹងទៅយើងអាចបាក់លុយពី YouTube បានហើយបើសិនជាយើងរកមិនគ្រប់គឺវាសន្សំឲ្យយើងសម្រាប់ខែក្រោយៗទៀតគឺវាមិនបំបត្តិយើងទេវាបូករហូតដល់យើងគ្រប់$100យើងអាចបាក់បានឬក៏លើស$100យើងអាចបាក់បានដូច្នេះនៅភាគទី4នេះខាម Top Tech ជឿជាក់ថាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាពិតជាយល់យ៉ាងច្បាស់អំពីរបៀបនៃការទទួលអ៊ីមែលពីក្រុមហ៊ុន Google និងរបៀបដែលយើងអាចបើកលុយពី YouTube ជាក់ជាមិនខានអញ្ចឹងជាបន្ទាប់យើងបន្តទៅកាន់ភាគទី5បន្តទៀតដែលជាភាគដ៏ពិសេសមួយខាម Top Tech នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការទទួលសម្បត្តិពីក្រុមហ៊ុន Google ស្រស់ៗតែម្ដងដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែច្បាស់អំពីរបៀបនៃការរកលុយតាម YouTubeដូច្នេះសូមបន្តទៅភាគទី5បន្តទៀតបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូស្ដីពីរបៀបនៃការរកលុយពី YouTube ពី Cam Top Tech ភាគទី5ដែលជាភាគពិសេសបាទនៅភាគទី4យើងបានទៅឆែកមើលនៅអ៊ីមែលដែលយើងទទួលបានពីក្រុមហ៊ុន Google បន្ទាប់មកយើង sign in ហើយយើងធ្វើតាមជំហានបន្តទៀតមករហូតដល់ជំហាននេះគឺយើងអាចមើលឃើញទិន្នន័យជាលុយរបស់យើងកន្លែងហ្នឹងហើយគឺជាកង់លុយរបស់យើងជាមួយនឹងក្រុមហ៊ុន Google បាទអញ្ចឹងមុននឹងបង្ហាញបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអំពីរបៀបនៃការបង្ហោះវីដេអូចូលក្នុង YouTube និងរបៀបនៃការធ្វើយ៉ាងដូចម្តេចដើម្បីឲ្យគេទស្សនាវីដេអូរបស់យើងមានចំនួនច្រើននៅភាគទី6ហ្នឹងខាម Top Tech សូមបង្ហាញអំពីករណីពិសេសមួយនៅពេលដែលយើងនេះទទួលលុយបានត្រង់កន្លែងនេះយ៉ាងតិចជាទៀងទាត់មួយខែ$10យ៉ាងតិចមួយខែ$10ហើយជាទៀងទាត់ទៀតក្រុមហ៊ុន Google វានឹងផ្ញើសាររបស់យើងមួយនៅត្រង់កន្លែងនេះវាចេញបន្ទាត់ក្រហមមកតែម្ដងអញ្ចឹងសូមតាមដានទស្សនាបទពិសោធន៍ជាក់ស្ដែងអំពីរឿងនឹងដូចតទៅខាង Top Tech សូម sign out នេះចេញសិនហើយបញ្ចូល account Google AdSense របស់ខាង Top Tech មកម្ដងបាទពីព្រោះថា account Google AdSense របស់ខាង Top Tech មិនសូន្យអញ្ចឹងទេគឺរកលុយបានបាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នាពេលនេះខាង Top Tech បាន sign out ចេញហើយចំពោះករណីក្នុងការ sign in ទៅចូលមើលលុយនៅក្នុង Google AdSense បងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះត្រង់កន្លែង address របស់វាខាងលើហ្នឹងបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវាពាក្យថា google.com/1 មក AdSense ប៉ុណ្ណឹងហើយក្រៅពីហ្នឹងលុបចោលទាំងអស់បាទ google.com/AdSense មក enter ដើម្បី sign in ទៅមើលលុយរបស់ខ្លួនឯងបាទលុយនៅក្នុង Google AdSense ហ្នឹងគឺជាលុយពិតចំណែកលុយមួយទៀតដែលមាននៅក្នុង YouTube ហ្នឹងគឺលុយប្រែប្រួលជារឿយៗប៉ុន្តែលុយនៅក្នុង Google AdSense ហ្នឹងគឺលុយទៀងទាត់មួយខែម្ដង Google update ចំនួនទឹកលុយរបស់យើងនៅលើ Google AdSense ហ្នឹងឯងបាទនៅពេលដែលចូលមកដល់ត្រង់កន្លែងនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាคลิกយកត្រង់កន្លែងនេះ sign in ខាងលើបន្តមកទៀតខាង Top Tech សូមជ្រើសរើសយក account របស់ខាង Top Tech ដើម្បីយកទៅ sign in បាទ sign in ហើយវានឹងលោតចេញមកនៅចំនួនទឹកលុយបាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នាក្រឡេកឃើញស្រាប់ហើយនេះគឺជាទឹកលុយរបស់ខាង Top Tech ដែល Google AdSense ទើបតែផ្ញើមកថ្មីហ្នឹងកាលមុនខាង Top Tech ទទួលលុយបានតែ$17ទេបាទដល់ពេលវាអាប់ដេតខែថ្មីខែក្រោយមកខាង Top Tech ឡើងដល់$48.53ហើយការរកលុយរបស់ខាង Top Tech គឺមិនទាន់គ្រប់$100ដែលត្រូវទៅបើកទេពីព្រោះថាខាង Top Tech បង្ហោះវីដេអូមួយក្នុងមួយថ្ងៃបើសិនជាបងប្អូននិងប្រិយមិត្តបង្ហោះវីដេអូបាន10ឬក៏5ឬក៏15អីក្នុងមួយថ្ងៃខាង Top Tech ជឿជាក់ថាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាពិតជាអាចបើកលុយពី Google បានជាក់ជាមិនខានចុះតើយើងបើកលុយយើងទទួលលុយពីក្រុមហ៊ុន Google យ៉ាងដូចម្ដេចមាន2ជំហានគឺទី1យើងត្រូវតែទទួលសម្បត្តិពីក្រុមហ៊ុន Google ជាមុនសិននិងទី2នៅពេលដែលចំនួនទឹកលុយរបស់យើងគ្រប់$100ឬលើស$100ដែលយើងអាចបើកបាននោះក្រុមហ៊ុន Google នឹងផ្ញើលេខកូដមកយើងចាក់ជាមិនខានគឺលេខកូដនោះវាផ្ញើមកកាន់ Google AdSense របស់យើងនឹងឯងអញ្ចឹងបើសិនយើងបាន$10យ៉ាងតិចក្នុងមួយខែវានឹងបង្ហាញបន្ទាត់ក្រហមនៅខាងលើនេះតែម្ដងបាទអញ្ចឹងតើបន្ទាត់ក្រហមនឹងជាអ្វីបន្ទាត់ក្រហមនឹងគឺក្រុមហ៊ុន Google បានផ្ញើ PIN code មកយើងPIN code នោះជាអ្វីអញ្ចឹងដើម្បីដឹងបងប្អូនប្រិយមិត្តទាំងអស់គ្នានៅពេលដែលទទួលបានករណីបែបហ្នឹងដូចខាង Top Tech សូមคลิกយកត្រង់កន្លែងនេះ click here កន្លែងនេះ click here คลิกយកមកបាទនៅពេលដែល click យកមកបងប្អូនប្រិយមិត្តក្រឡេកមើលនៅត្រង់កន្លែងនេះនេះវាឲ្យបងប្អូនប្រិយមិត្តទាំងអស់គ្នាបញ្ចូលនៅ PIN code ចុះតើ PIN code ហ្នឹងបានមកពីណា PIN code ហ្នឹងគឺបានមកពីសម្បត្តិដែលក្រុមហ៊ុន Google ផ្ញើមកក្រុមហ៊ុន Google អត់ផ្ញើសារមកតាមរយៈ email ដែលយើងយកមកបង្កើត account YouTube ដើម្បីរកលុយនឹងទេសូមកុំច្រឡំគឺវាផ្ញើជាលក្ខណៈសម្បត្តិគឺវាផ្ញើជាសម្បត្តិក្រដាសមកតែម្ដងចុះតើសម្បត្តិហ្នឹងវាផ្ញើទៅណាសម្បត្តិហ្នឹងគឺវាផ្ញើមកអាស័យដ្ឋានដែលបងប្អូននិងប្រិយមិត្តបានបំពេញនៅក្នុងទម្រង់បែបបទដែលយើងបានចុះឈ្មោះជាមួយនឹង Google AdSense នឹងឯងនៅភាគទី3ដែលខាង Top Tech បានបង្ហាញនឹងឯងប៉ុន្តែចុះតើសម្បត្តិនឹងធ្លាក់ទៅលើអ្នកណាមកយើងផ្ទាល់ហ៎មិនមែនទេបងប្អូននិងប្រិយមិត្តសម្បត្តិនឹងក្រុមហ៊ុន Google ផ្ញើទៅកាន់ប្រៃសណីរបស់ប្រទេសយើង
បាទពីព្រោះថាក្រុមហ៊ុន Google ផ្ញើសម្បត្តិមកពីក្រៅប្រទេសឯណោះអញ្ចឹងនៅពេលដែលសម្បត្តិនឹងមកដល់ក្នុងប្រទេសយើងគឺអ្នកដែលធ្វើការនៅប្រៃសណីរបស់ប្រទេសយើងគាត់ជាអ្នកទទួលសម្បត្តិនឹងអញ្ចឹងមានន័យថាម៉េចអញ្ចឹងមានន័យថាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាត្រូវទៅទទួលសម្បត្តិនេះសម្បត្តិមានទម្រង់បែបហ្នឹងគឺសម្បត្តិដែលក្រុមហ៊ុន Google ផ្ញើមកត្រូវទៅទទួលសម្បត្តិពីប្រៃសណីរបស់ប្រទេសយើងនៅឯរាជធានីភ្នំពេញបាទហើយលេខទូរស័ព្ទរបស់អ្នកគ្រប់គ្រងទទួលសម្បត្តិនៅប្រៃសណីរបស់ប្រទេសយើងហ្នឹងគឺខាងតបតិចសូមឲ្យដូចតទៅបាទនេះគឺលេខរបស់គាត់នៅលើអេក្រង់វីដេអូតែម្ដងបាទបងប្អូនប្រិយមិត្តយកលេខហ្នឹងទៅបាទបន្ទាប់មកបងប្អូនប្រិយមិត្តយកលេខនឹងបានហើយបងប្អូនប្រិយមិត្តខលទៅប្រាប់គាត់ថានេះសូមជួយយកសម្បត្តិឲ្យខ្ញុំមួយផងដែលក្រុមហ៊ុន Google ផ្ញើមកតាក់ទងទៅនឹងការរកលុយពី YouTube គ្រាន់តែនិយាយប៉ុណ្ណឹងគាត់ដឹងហើយគាត់នឹងសួរអាស័យដ្ឋានរបស់បងប្អូនប្រិយមិត្តជាក់ជាមិនខានហើយបងប្អូនប្រិយមិត្តត្រូវប្រាប់នេះអាស័យដ្ឋាននេះទៅគាត់អញ្ចឹងកាលណាសម្បត្តិពីក្រុមហ៊ុន Google ផ្ញើមកគាត់កាលណាគាត់ទទួលបានសម្បត្តិពីក្រុមហ៊ុន Googleគាត់នឹងផ្ទៀងមើលអាស័យដ្ឋាននេះហើយកាលណាអាស័យដ្ឋានដូចនឹងបងប្អូនប្រិយមិត្តបានប្រាប់គាត់ហ្នឹងគឺគាត់នឹងខលមករកបងប្អូននិងប្រិយមិត្តវិញដើម្បីឲ្យទៅយកសម្បត្តិនៅពេលដែលយើងយកសម្បត្តិមកបានហើយបងប្អូននិងប្រិយមិត្តរបស់គ្នានេះ Google វាគូសប្រាប់កន្លែងនេះវាប្រាប់ថាយក PIN នៅត្រង់កន្លែងនេះយក PIN លេខ PIN របស់យើងនៅត្រង់កន្លែងនេះអញ្ចឹងយើងហាយសម្បត្តិមកយើងយកលេខ PIN ពីកន្លែងហ្នឹងមកយើងយកមកដាក់ចូលត្រង់កន្លែងនេះហើយនៅត្រង់កន្លែងនេះសូមបងប្អូននិងប្រិយមិត្តដាច់ខាតសូមកុំវាយលេងអសោះសូមកុំវាយលេខឬកុំវាយអក្សរចូលលេងអសោះសូមកុំវាលេងអសោះកុំលេងតែខុស3ដងវាបិទ account YouTube របស់យើងតែម្ដងកុំលេងដរាបណាយើងមិនទាន់បានទទួលសម្បត្តិពីក្រុមហ៊ុន Google តើយើងអាចទទួលសម្បត្តិពីក្រុមហ៊ុន Google នៅពេលណាបន្ទាប់ពីយើងបានប្រាប់គាត់ឲ្យយកសម្បត្តិរបស់យើងទុកហើយតើយើងទទួលបាននៅពេលណាប្រហែលជាមួយខែជាងជួនកាល2ខែបាទគាត់នឹងទទួលសម្បត្តិរបស់យើងទុកហើយគាត់នឹងខលប្រាប់យើងវិញហើយមិនមែនឆាប់ពេកទេប៉ុន្តែបងប្អូនប្រិយមិត្តក៏មានការបារម្ភយូរទៅយើងឯនេះគិតខំរកលុយឲ្យលុយ YouTube របស់យើងឡើងដល់$100យ៉ាងតិចទៅគឺយើងអាចបើកលុយពី YouTube បានហើយនៅពេលដែលយើងយកសម្បត្តិពី YouTube មកគឺយើងយក PIN ហ្នឹងមកដាក់ចូលត្រង់កន្លែងនេះបន្ទាប់មកបងប្អូនប្រិយមិត្តទាំងអស់គ្នា submit PIN បាទคลิกយក submit PIN នេះតកតងទៅនឹងបទពិសោធន៍មួយនៃការទទួលសម្បត្តិពិតជាក្រដាស់ជាសម្បត្តិក្រដាស់ហ្មងពីក្រុមហ៊ុន Google បាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាសម្បត្តិរបស់ក្រុមហ៊ុន Google ដែលបានផ្ញើមកកាន់ Camtop Tech តកតងទៅនឹងការរកលុយតាម YouTube រំលងបានប្រហែលជាមួយខែឬក៏មួយខែតិចតួចក្រុមហ៊ុន Google បានផ្ញើមកប៉ុន្តែនៅពេលជិតដល់រយៈពេលមួយខែតើមួយខែនឹងរាប់យ៉ាងដូចម្ដេចទើបដឹងថា Google ផ្ញើមកជិតរយៈពេលមួយខែគឺអ្នកទាំងអស់គ្នាក្រឡេកទៅមើលនៅលើត្រង់កន្លែង AdSense របស់យើងដែលវាឲ្យយើងបំពេញ PIN code ហ្នឹងវាដាក់ថាផ្ញើមកតាំងពីថ្ងៃទី12ខែកុម្ភៈឆ្នាំ2015អញ្ចឹងមកដល់ថ្ងៃនេះគឺថ្ងៃទី21អញ្ចឹងមួយខែជាងហើយកាលដែល Camtop Tech ទេរំលឹកអ្នកដែលទទួលសម្បត្តិនៅប្រៃសណីគឺទទួលសម្បត្តិពីក្រុមហ៊ុន Google ហ្នឹង Camtop Tech តែរំលឹកគាត់ឲ្យគាត់ជួយរកសម្បត្តិ Google ហ្នឹងនៅពេលដែលបានជិតរយៈពេល1ខែបាទគឺល្បាក់ថានៅពេលដែលផ្ញើមកគឺផ្ញើនៅថ្ងៃទី12ខែ2ឆ្នាំ2015អញ្ចឹងនៅពេលដែលជុំវិញថ្ងៃទី10ខែ3ឆ្នាំ2015យើងខលទៅរំលឹកគាត់ដើម្បីឲ្យគាត់មើលសម្បត្តិដែល Google ផ្ញើមកឲ្យយើងតើក្រដាស់នេះវាមានលក្ខណៈសម្គាល់យ៉ាងដូចម្ដេចទើបយើងហៅវាថាគឺជាសម្បត្តិរបស់ក្រុមហ៊ុន Google បាទនេះសម្បត្តិនេះវាមានលក្ខណៈការនៅក្នុងសម្បត្តិនេះបាទផ្ញើមកពីសហរដ្ឋអាមេរិកហើយនេះជាពិសេសគឺវាផ្ញើមកចំអាស័យដ្ឋានដែលមាននៅលើ Google AdSense របស់ Camtop Tech តែម្ដងអ្នកទាំងអស់គ្នាក៏លេខទៅមើលត្រង់កន្លែងអាស័យដ្ឋាន Google AdSense នេះគឺដូចគ្នាបែបបិទតែម្ដងអាស័យដ្ឋាននៅលើ Google AdSense និងអាស័យដ្ឋាននៅលើសម្បត្តិនេះគឺដូចគ្នាបែបបិទតែម្ដងហើយនៅខាងលើនេះសម្បត្តិរបស់វាដាក់ថា Google logo Google បន្ទាប់មកវាដាក់ថា Google AdSense support បាទនេះហើយមានលេខកូដអីរបស់គេត្រឹមត្រូវបាទហើយនៅខាងស្ដាំនេះក៏មានលេខកូដរបស់គេត្រឹមត្រូវដែរហើយសម្បត្តិនេះគឺផ្ញើមកពីអាមេរិកបាទគឺ USA បាទអ្នកទាំងអស់គ្នាឃើញស្រាប់ហើយលក្ខណៈមួយទៀតដែលយើងសម្គាល់ថាសម្បត្តិនេះគឺជាសម្បត្តិរបស់ក្រុមហ៊ុន Google គឺវាមាន logo របស់ក្រុមហ៊ុន Google ហើយបើអ្នកទាំងអស់គ្នាមើលឲ្យច្បាស់នេះនៅត្រង់កន្លែងនេះត្រង់កន្លែងគេបិទអត់ឲ្យណាហែកគឺកាលណាហែកទៅវាទៅជាខ្លាំងខ្លាយហើយបើអត់មានស្គុតបិទនឹងទេមិនមែនជាសម្បត្តិផ្លូវការទេនេះគេមានស្គុតបិទរបស់គេត្រឹមត្រូវកាលណាយើងហែកទៅខូចត្រង់ទ្រាយនេះហើយគឺវាដាក់ជុំវិញតែម្ដងស្គុតហ្នឹងនេះគឺស្គុតដែរអ្នកនរគ្នាអាចក្រឡេកមើលទៅនេះគឺស្គុតបាទកាលណាយើងហែកទៅខូចត្រង់ទ្រាយហើយនៅខាងក្នុងសម្បត្តិនេះនឹងមានលេខ PIN code ដែលក្រុមហ៊ុន Google ផ្ញើមកហើយអញ្ចឹងអ្នកទាំងអស់គ្នា
ចាប់ផ្ដើមហាយទាំងអស់គ្នាហាយមើលនៅ pin code ដើម្បីយកទៅបញ្ចូលនេះនៅទីនេះបាទនេះហើយសម្បត្តិរបស់ក្រុមហ៊ុន Google ផ្ញើមកមួយមើលបាទមានតែកាត់ព្រោះហើយនឹងដៃអត់បានបាទឥឡូវយើងចាប់ប្រដើមបើកសម្បត្តិនោះទាំងអស់គ្នាបាទនេះវាដាក់ថា your pin បាទនេះគឺជាទ្រង់ទ្រាយនៅក្នុងសម្បត្តិដែលក្រុមហ៊ុន Google ផ្ញើមកបាទអ្នកទាំងអស់គ្នាមើលទៅហើយអ្នកដែលសរសេរសម្បត្តិនឹងគឺក្រុម Google AdSense នៅក្នុងក្រុមហ៊ុន Google មានក្រុមមួយទៀតគឺក្រុម Google AdSense នឹងឯងមើលការខុសត្រូវរឿង Google AdSense បាទអញ្ចឹងនេះវាដាក់ថា your pin អញ្ចឹងយើងយកលេខ pin នេះ682790នេះយកទៅបញ្ចូលនៅក្នុងត្រង់កន្លែង Google AdSense ដែលវាត្រូវការឲ្យយើងបញ្ចូល pin ហ្នឹងអញ្ចឹងសូមចាប់ផ្ដើមបងប្អូនយកលេខ682790នឹងយកទៅដាក់ព្រោះនឹងជាលេខ pin code របស់យើងដែលក្រុមហ៊ុន Google ផ្ញើមកហើយបាទអ្នកទាំងអស់គ្នានេះគឺជាកន្លែងដែលយើងត្រូវបំពេញ pin code បាទអញ្ចឹងយើងយកលេខ pin code អំបញ្ញមិញយកមកបំពេញនៅទីនេះមកហើយសូមបំពេញឲ្យបានត្រឹមត្រូវកុំឲ្យខុសឲ្យសោះបាទលេខ pin code អំបញ្ញមិញហ្នឹងគឺ682790បាទអញ្ចឹងសរសេរដាក់នៅទីនេះគឺ682790បាទសូមផ្ទៀងទាត់ហើយទៀងទាត់ទៀតថាត្រឹមត្រូវហើយឬនៅពីព្រោះថាវាអត់ឲ្យយើងបំពេញខុសចំនួន3ដងទេបាទបង្ការខ្លាចមានបញ្ហាបន្ទាប់ពីបំពេញហើយអ្នកទាំងអស់គ្នានេះคลิกយកត្រង់កន្លែង submit pin បាទคลิกយកមកបាទវានឹងលោតមកដល់ត្រង់កន្លែងនេះបាទដល់ពេលដែលយើងចូលមកដល់ត្រង់កន្លែងនេះបន្ទាប់ពីយើងបានបំពេញ pin code រួចហើយអ្នកទាំងអស់គ្នាសូមរៀបចំបាទព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវបាទនេះនៅត្រង់កន្លែងនេះ personal setting คลิกយក edit កន្លែងនេះដើម្បីរៀបចំព័ត៌មានផ្ទាល់ខ្លួនម្ដងទៀតបាទคลิกយកមកបាទវាឲ្យអ្នកទាំងអស់គ្នាដាក់ first name ហើយនិង last name គឺដាក់ឈ្មោះនាមត្រកូលហើយឈ្មោះនាមខ្លួននៅលើអត្តសញ្ញាណប័ណ្ណបាទតិចយកមកហើយខ្ញុំសូមដាក់ឈ្មោះពិតរបស់ខ្ញុំទៅបាទបន្ទាប់មកនេះវាប្រាប់ថា email គឺត្រូវហើយបន្ទាប់មកវាដាក់ថាលេខទំនាក់ទំនងបាទលេខទំនាក់ទំនងយើងដាក់ទៅលេខកូដប្រទេសទូរស័ព្ទរបស់យើងគឺបូក855បន្ទាប់មកដាក់លេខទូរស័ព្ទយើងបើសិនជា098អញ្ចឹងយើងដាក់98 21 37 36បាទលេខ855នេះស្មើនឹង0គឺ098 21 37 36បន្ទាប់មកអ្នកទាំងអស់គ្នាអស់ហើយមើលតែប៉ុណ្្នឹងអត់មានអីត្រូវគិតថាមិនអស់ទេអញ្ចឹងអ្នកទាំងអស់គ្នាคลิกយក save បាទនៅខាងក្រោមនេះតាក់ទងទៅនឹង personal setting បាទព័ត៌មានផ្ទាល់ខ្លួនរបស់យើងបាទคลิกយក save មករួចរាល់ហើយព័ត៌មាននេះហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអូសចុះក្រោមមើលឲ្យអស់ account information បាទនេះគឺជាព័ត៌មានអំពី account Google AdSense របស់យើងទេអត់អីទេវាបំពេញអស់ហើយបន្ទាប់មកកន្លែងនេះក៏អត់សំខាន់ដែរតាក់ទងនឹងពាណិជ្ជកម្មនៅលើវីដេអូ YouTube របស់យើងទេហើយបន្ទាប់មកទៀតនេះនៅត្រង់កន្លែងនេះក៏អត់មានអីដែរគឺយើងបានបំពេញរួចរាល់អស់ហើយបាទអញ្ចឹងបើអ្នកទាំងអស់គ្នាបានបំពេញរួចអស់ហើយអ្នកទាំងអស់គ្នាវិលមកកាន់នេះមកកាន់ត្រង់កន្លែងលុយនឹងវិញបន្ទាប់មកនៅមួយជំហានទៀតគឺអ្នកទាំងអស់គ្នាចូលត្រង់កន្លែង setting ដើម្បីអីដើម្បីទៅរៀបចំនៅត្រង់កន្លែងមួយតើយើងទទួលលុយតាមណាបាទនេះคลิกយកត្រង់កន្លែង payment នឹងមកនៅខាងស្ដាំនឹងឯងคลิกយកមកបន្ទាប់ពីយើងคลิก setting ហើយបាទតើយើងនឹងទទួលលុយពីក្រុមហ៊ុន Google តាមណាតាម Western Union ឬក៏តាមអីបាទនេះគឺជាទិន្នន័យលុយរបស់យើងហើយអ្នកទាំងអស់គ្នាคลิกយកត្រង់កន្លែងនេះខាងឆ្វេងនេះ Page Profile គឺជាព័ត៌មានផ្ទាល់ខ្លួនរបស់យើងទេអត់មានអីទេគ្រាន់តែចូលមកឲ្យមើលទេបន្ទាប់មកអ្នកទាំងអស់គ្នាคลิกយកត្រង់កន្លែងនេះ Payment Setting បាទคลิกយកមកដើម្បីទៅរៀបចំមធ្យោបាយក្នុងការទទួលលុយរបស់យើងតើទទួលពី Western ឬក៏ទទួលពី Sage ឬក៏ទទួលពីអីផ្សេងទៀតទីទូទៅគេយក Western Union បាទអញ្ចឹងនៅពេលដែលចូលដល់ត្រង់កន្លែងនេះវាបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់ថាលុះត្រាយើងរកលុយឲ្យបានយ៉ាងតិចគ្រប់$100ទើបយើងអាចបើកលុយបានលើសក៏លើសទៅបើលើសកាន់តែល្អអញ្ចឹងអ្នកទាំងអស់គ្នាពេលមកដល់ត្រង់កន្លែងនេះហើយអ្នកទាំងអស់គ្នាคลิกយក add a new payment method
chẳng click vô trong lại đi màu dương đừng chơi rư thả ta dương đừng tự tuôn lối tam đặc biệt nè bà kiện chẳng khi ghi tự tuôn tam Western Union bà đấy vì ao ấy là bây giờ dương click máu cứ vì tranh bèm đen mà ói bà đấy vì miền chùm rư chẳng cứ wire transfer thu bank account bà mình bạch đi dương mình bạch tam chơi rư dùng cái thì này thế mỗi tiết tự tuôn tam set còn bạch đây dương tự tuôn tam là dễ này Western Union bà click vô máu bây giờ click hứng vì tranh mà ói này tên mà đó cứ ói đẹp ngọc lý đã mua bọc luôn bà đã chung xa thầm ấy đã tới bà mua bật bọc luôn là lừa tại nhìn bán bà cứ first name hơi đừng last name bà đại tới máu mình tuột máu đẹp ngọc lý click vô I agree that I have comment issue that mạch mình đây tha thì à mua bao nhiêu nó việt trâu đang tại nhìn bán mua nó chung bật bà chẳng có click vô click lại nước máu mình tuột máu đẹp ngọc lý click vô save viên đừng nốt rút Western Union mà oi mơ bà này để ngọc này khơi sạp ấy lấy chỉ rút Western Union bà lấy dương cho từ can Edson thông đa bao dương với cứ google.com/Edson bà một bình máu bà cứ cho từ trong cả lại lui bao dương bà này nơi trong cả lại lui bao dương mình top với dương man mình cho lên pin cô rồi hái cứ vì lên tranh bọn tuột cả hòn từ hai đối với cho ta ở phía đại dương ban chấm luôn lôi group 10 rồi là cứ như vậy clay tới group chấm luôn lôi đại dương ai bạc bàn ta dương từ mưa trong cả lại nè đẹp ngọc nè đồng bông lái cứ vì tranh trong cả lại nè nơi chấm luôn tự nối đại đẹp ngọc nè ai bạc bàn cứ giang tích 10 rồi là chẳng đâm bay mưa thà ta đâm na ca này ca bạc lôi là phía đây trong cả lại nè group 10 rồi là chiêng hai đứa copy rồi là đứa có bay rồi là như vậy clay tới cứ group chấm luôn đại ai bạc lôi bàn hai đúng trong đăng ký đầm na ca này các bạn lối điện nhận ngọc nhiên này click vô trong lại view payment nơi thằng lưới chiên thằng sam mình tích nhận và click vô móc lại kêu nó view payment sầm ráp tích lối đây mình tuân group 10 đô la dạng tíchឬក៏ group 10 đô la hai cái đó bàn tay mình tuân đoពេលbáo cứ vì tranh bèm đấy việc đã tha no transaction chỉ bị sao on clay bàn tay làពេលដែលយើងរកលុយបានគ្រប់100ដុល្លារឬក៏លើស100ដុល្លារវានឹងចេញឲ្យបែបនេះវិញសូមអ្នកទាំងអស់គ្នាក្រឡេកមើលគឺលេខចេញជាពាក្យនៅក្នុងរង្វង់ក្រហមដែលខាន Top Tech គូសញ្ញាព្រួយបង្ហាញអញ្ចឹងមុននឹងខាន Top Tech បកស្រាយពីពាក្យនៅក្នុងរង្វង់ក្រហមនេះខាន Top Tech សូមរំលឹកថាជាធម្មតាក្រុមហ៊ុន Google តែងតែអាប់ដេតចំនួនទឹកប្រាក់របស់យើងនៅរៀងរាល់ថ្ងៃទី12នៃខែនីមួយៗនៅក្នុង account Google AdSense របស់យើងគឺនៅទីនេះឯងនិងមួយទៀតនៅពេលដែលដល់ថ្ងៃទី21ឬក៏ថ្ងៃទី22នៅរៀងរាល់ខែនីមួយៗនៅពេលដែលយើងគ្រប់ចំនួនលុយ100ដុល្លារឬក៏100ដុល្លារលើសដែលយើងរកបាននោះវានឹងចេញអក្សរដូចនៅក្នុងរង្វង់មូលពណ៌ក្រហមដែលខាន Top Tech បាញ់ព្រួយបង្ហាញនេះអក្សរនោះគេសរសេរថា Automatic Payment in Progress ចុច2 Western Union for វាបើកវងក្រចកវានឹងដាក់ចំនួនទឹកលុយរបស់យើងដែលយើងរកបានចាប់ពី100ដុល្លារឡើងទៅជាឧទាហរណ៍វាដាក់ឲ្យខាន Top Tech ថា 110.89 ដុល្លារអាមេរិកអញ្ចឹងកាលណាវាចេញពាក្យថា Automatic Payment in Progress មានន័យថា Google កំពុងតែដំណើរការចាត់ចែងសាច់ប្រាក់ដើម្បីវេមកឲ្យយើងតាមរយៈសេវាកម្ម Western ឬក៏សេវាកម្មណាមួយដែលយើងបានជ្រើសរើសក្នុងចំណោមសេវាកម្មទាំង3មានសាច់ការវេចូលកុងធនាគាររបស់យើងដោយផ្ទាល់ហើយនឹងមួយទៀតដែលគេពេញនិយមហ្នឹងគឺផ្ញើមកយើងតាមរយៈសេវាកម្ម Western នឹងឯងចុះនៅពេលដែលយើងអាចបើកលុយបានតើអក្សរនៅក្នុងរង្វង់មូលពណ៌ក្រហមដែលខាន Top Tech ចង្អុលព្រួញក្រហមបង្ហាញនេះវានៅតែអញ្ចឹងដដែលឬក៏វាប្រែប្រួលបាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នាគឺវាប្រែប្រួលដូច្នេះសូមពិនិត្យមើលការប្រែប្រួលដូចតទៅនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាក្រឡេកមើលបន្ទាប់ពីក្រុមហ៊ុន Google បានចាត់ចែងដើម្បីវេទឹកប្រាក់ដែលយើងរកបានតាម YouTube យ៉ាងតិច100ដុល្លារក្នុងមួយខែមកឲ្យយើងនោះវានឹងប្រែប្រួលលក្ខណៈមួយទៀតដែលលក្ខណៈទី2នេះគឺជាលក្ខណៈដែលយើងអាចបើកលុយបានហើយដោយវាចេញអក្សរពណ៌ខៀវថា Automatic Payment Western Union ហើយអ្នកទាំងអស់គ្នាក្រឡេកមើលឲ្យច្បាស់ទៅនេះគឺវាមានភ្ជាប់លេខកូដមកឲ្យយើងស្រាប់តែម្ដងជាឧទាហរណ៍លេខកូដនេះគឺ72 18 94 13 79ហើយនៅខាងចុងវាដាក់ថា status ហើយវាប្រាប់ថា issue វាន័យថាយើងអាចបើកលុយបានហើយនៅពេលដែលចេញអក្សរបែបនេះគឺចេញអក្សរពណ៌ខៀវថា Automatic Payment Western Union ហើយមានលេខកូដមកជាមួយហើយនឹងថែមពាក្យខាងចុងថា status issue ចុះនៅពេលដែលយើងបានបើកលុយរួចហើយតើវាចេញអក្សរបែបណាទៅវិញនេះសូមអ្នកទាំងអស់គ្នាក្រឡេកមើល
នៅពេលដែលយើងបានបើកលុយរួចហើយវានឹងចេញអក្សរថ្មីមួយទៀតប៉ុន្តែវាមានពណ៌ខៀវដូចគ្នាវាដាក់ថា automatic payment Western Union បន្ថែមលេខកូដហើយខុសគ្នានៅត្រង់កន្លែងនេះខាងចុងវាដាក់ status ថា paid មានន័យថាយើងបានដករួចហើយមានន័យថាវាបានចំណាយឲ្យយើងរួចហើយដែលយើងដកនៅថ្ងៃទី24ខែ4ឆ្នាំ2015ដូច្នេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់យ៉ាងច្បាស់ 100% តែម្ដងតាក់ទងទៅនឹងដំណើរការនៃការបើកលុយជាពិសេសបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអាចតាមដានបន្តនៅភាគទី7ដែលជាភាគពិសេសចុងក្រោយដែល Camtoptech នឹងបង្ហាញបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអំពីរបៀបនៃការបើកលុយដែលយើងទទួលបានពី YouTube តាមរយៈសេវាកម្ម Western ដូច្នេះមុននឹងដល់ភាគទី7សូមអ្នកទាំងអស់គ្នាទស្សនាបន្តនៅភាគទី6ដែលបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្ហោះវីដេអូធ្វើយ៉ាងម៉េចឲ្យគេទស្សនាវីដេអូរបស់យើងច្រើនពេលនោះយើងក៏បានលុយច្រើនដែរបន្តទៅភាគទី6 Camtoptech បងប្អូននិងប្រិយមិត្តទាំងអស់គ្នានេះគឺជាវីដេអូស្ដីពី